ហាងឆេងមាសនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះបានបំបែកតម្លៃដែលបានសាយវេកាលពីសប្តាហ៍មុនដែលខ្ញុំបានប្រាប់បងប្អូនថាតម្លៃមាសបើសិនជាបំបែកលើកទី5នេះបែកនោះវានឹងមានការកើនឡើងហើយឥឡូវនេះកំពុងតែបន្តការកើនឡើងពិតមែនបងប្អូនទាំងអស់គ្នាបាទសួស្តីបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃច័ន្ទដើមសប្តាហ៍នេះយើងមានព័ត៌មានល្អមួយទាក់ទងទៅនឹងព្រឹទ្ធសភាសហរដ្ឋអាមេរិកបានយល់ព្រមអនុម័តកញ្ចប់ថវិកាថ្មីមួយដែលនេះគឺជាសញ្ញាមួយដែលអាចធ្វើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកអាចនឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះអញ្ចឹងសម្រាប់អ្នកដែលធ្វើការវិនិយោគឬធ្វើការជួញដូរទៅលើតម្លៃហាងឆេងមាសក៏ដូចជារូបិយប័ណ្ណអន្តរជាតិគឺគេរំពឹងថាបើសិនជារដ្ឋាភិបាលសហរដ្ឋអាមេរិកបើកដំណើរការឡើងមកវិញនោះទិន្នន័យសេដ្ឋកិច្ចសំខាន់ៗដែលបានផ្អាកឬ delay ក្នុងការចេញទិន្នន័យនោះអស់រយៈពេលជាង1ខែនេះនឹងបើកផ្សាយឡើងវិញនៅក្នុងសប្តាហ៍បន្ទាប់ពីរដ្ឋាភិបាលអាមេរិកបានបើកដំណើរការមកវិញជាក់ស្ដែងនៅក្នុងសប្តាហ៍នេះបើសិនជារដ្ឋាភិបាលអាមេរិកបើកដំណើរការមកវិញយើងមានទិន្នន័យសំខាន់ទាក់ទងទៅនឹងអតិផរណាដែលមានដូចជា CPI PPI ជាដើមដែលនឹងចេញនៅថ្ងៃពុធថ្ងៃប្រហ័សនិងថ្ងៃសុក្រអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការវិនិយោគសូមតាមដានឲ្យជាប់ទាក់ទងទៅនឹងការបើករដ្ឋាភិបាលសហរដ្ឋអាមេរិកឡើងមកវិញប៉ុន្តែបើយើងងាកទៅមើលក្នុងតម្លៃហាងឆេងមាសនៅក្នុងថ្ងៃច័ន្ទនេះតម្លៃហាងឆេងមាសកំពុងតែងាកត្រឡប់ឬកំពុងតែកើនឡើងមកវិញដោយបច្ចុប្បន្នស្ថិតនៅក្នុងតម្លៃ$4051នៅក្នុងមួយអោនប្រហាក់ប្រហែលទៅនឹង$4880នៅក្នុងមួយតម្លឹងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងតាមកត្តាបច្ចេកទេសបើយើងមើលទៅក្នុង graph weekly សម្រាប់ខ្ញុំឃើញថាតម្លៃហាងឆេងមាសកាលពីសប្តាហ៍មុនបានព្យាយាមចុះមកក្រោមខ្លាំងមែនទែនដែលយើងឃើញថា candle កាលពីអាទិត្យមុនគឺជាប្រភេទស្ទើរតែដូជីហើយដែលមានសាដូខាងក្រោមវែងអញ្ចឹងមានន័យថាកម្លាំងអ្នកលក់បានព្យាយាមលក់ចុះមែនទែនប៉ុន្តែมันអាច hold នៅក្នុងតម្លៃទាបបានហើយក៏បានបកត្រឡប់ឡើងមកលើតម្លៃ$4000ក្នុងមួយអោនវិញតែហេតុនេះហើយនៅក្នុងថ្ងៃច័ន្ទនេះតម្លៃហាងឆេងមាសកំពុងតែងាកត្រឡប់ឡើងមកវិញអញ្ចឹងបើយើងធ្វើការជួញដូរប្រចាំថ្ងៃយើងទៅមើលនៅក្នុង daily ជាបន្តទៀតបាទសម្រាប់ក្រាបប្រចាំថ្ងៃក្នុងថ្ងៃនេះតម្លៃមាសបានឡើងមកផុតតម្លៃ4024ដែលជាតំបន់ key level មួយដែលខ្ញុំបានវិភាគជូនបងប្អូនកាលពីសប្តាហ៍មុនអញ្ចឹងបើយើងមើលនៅក្នុង time frame daily យើងឃើញថាមានការប៉ះនៅក្នុងតម្លៃនេះតិចមែនតើគឺត្រឹមតែ3ដងតែប៉ុណ្ណោះ4ដងទាំង candlestick ថ្ងៃនេះប៉ុន្តែបើយើងមើលទៅក្នុង time frame 4ម៉ោងគឺតំបន់នេះគឺបានប៉ះចំនួន5 6ដងហើយអញ្ចឹងដោយតែខ្ញុំបានបញ្ជាក់អញ្ចឹងបើសិនជាក្នុង time frame 1ម៉ោងឬ4ម៉ោងមានការបិទលើតម្លៃ4025ទៅគឺតម្លៃហាងឆេងមាសនឹងមានភាគរយខ្ពស់នឹងការបន្តការកើនឡើងទៅលើវិញបងប្អូនទាំងអស់គ្នាបាទសម្រាប់ក្រាប4ម៉ោងដោយតែខ្ញុំបានគូបញ្ជាក់រង្វង់មូលនេះកាលពីសប្តាហ៍មុនគឺតម្លៃហាងឆេងមាសបានឡើងមកប៉ះនៅក្នុងតំបន់ key level 4025នេះចំនួន5ដងហើយកាលពីសប្តាហ៍មុនហើយថ្ងៃនេះក៏បានបំបែកឡើងមកលើដែរដែលក្នុងបង្គោល4ម៉ោងគឺបានបិទនៅពីលើតំបន់តម្លៃ4025ហើយដែលបិទនៅក្នុងតម្លៃ4040ជាងអញ្ចឹងសម្រាប់ទិសដៅក្នុងថ្ងៃនេះខ្ញុំមើលឃើញថាតម្លៃហាងឆេងមាសនឹងនៅតែបន្តកើនឡើងប៉ុន្តែសួរថាតើយើងគួរទិញនៅក្នុងតម្លៃបច្ចុប្បន្ន4050ហ្នឹងទេសម្រាប់ជាយោបល់របស់ខ្ញុំនឹងធ្វើការរងចាំឲ្យតម្លៃហាងឆេងមាសចុះមកអាចដល់ខ្ទង់តម្លៃ4025ទៅ4007ទើបជាតំបន់ល្អក្នុងការរងចាំទិញឡើងហើយតំបន់បន្តមកទៀតគឺ3908ទៅ4000ទៅ3965ជាតំបន់ទី2ហើយនឹងតំបន់ទី3ដែលខ្ញុំរងចាំទិញឡើងចុងក្រោយនោះគឺស្ថិតនៅក្នុងតំបន់3935ទៅ3915ប៉ុន្តែបើសិនជាតម្លៃមាសចុះហើយបំបែកតម្លៃខាងក្រោមនេះគឺដើមមាសនឹងធ្វើការផ្លាស់ប្ដូរទៅជាលក់ចុះវិញអញ្ចឹងសម្រាប់ការលក់យកចំណេញខ្លីៗក្នុងថ្ងៃនេះគឺយើងរងចាំលក់នៅក្នុងតំបន់4052ទៅ4076ហើយតំបន់ចុងក្រោយដែលខ្ញុំរងចាំលក់យកផលចំណេញខ្លីជាងគឺស្ថិតនៅក្នុង4024ទៅ4145បាទហើយដោយតំបន់4052ទៅ4076នេះជាតំបន់ពិសេសតំបន់ល្អដែលស្ថិតនៅក្នុង retracement 66.8% ផងដែរអញ្ចឹងបើសិនជាមានសញ្ញា confirm ណាមួយខ្ញុំនឹងជូន signal ទៅក្នុង group VIP ដើម្បីធ្វើការ short sale បាទអរគុណសម្រាប់ការទស្សនាហើយសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ក្នុងការធ្វើការជួញដូរឧបករណ៍ Nissan ឬ Forex Trading អាចធ្វើការទំនាក់ទំនងតាម contact ក៏ដូចជា QR code ដែលខ្ញុំបានដាក់នៅក្នុងវីដេអូនេះអរគុណ